Hello សួស្តីពុកម៉ែបងប្អូនយើងទាំងអស់គ្នាសូមស្វាគមន៍មកកាន់ channel របស់ខ្ញុំបាទឈ្មោះមានអូថ្ងៃនេះខ្ញុំមកដកលុយពី game Magic Car ឥឡូវកុំឲ្យខាត់ពេលវេលាយូរយើងចុចចូលទៅអាកន្លែងនេះមកនៅពេលវាចេញទម្រង់បែបហ្នឹងអ្នកគ្នាចុច withdraw ហើយចុច confirm ដល់ចុចហើយយើងចុច happy to accept នេះមួយទៀតដល់ពេលចុចហើយចេញទម្រង់បែបនេះអ្នកគ្នាឥឡូវលុយយើងកំពុងតែដកតែវាអត់ទាន់ចូលទេបើអ្នកគ្នាចង់លេងអីលេងនៅក្នុង comment នៅក្នុង description របស់ខ្ញុំអ្នកគ្នាចុចចូលលេងម្នាក់មួយដើម្បីទទួលបានលុយចំនួន$1ឥឡូវកុំឲ្យខាត់ពេលវេលាយូរយើងកាត់វីដេអូទៅកន្លែងយើងទទួលលុយឥឡូវលុយយើងទទួលបានហើយនេះចំនួន0.79 សេនឥឡូវយើងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅបង្ហាញពីរបៀបលេងទាំងអស់គ្នាអូនចូលមកក្នុងនឹងហើយអ្នកគ្នាមើលលើគេអ្នកគ្នាកន្លែងនេះមានចំនួន4ប្រអប់នេះដល់អ្នកគ្នាបំពេញកន្លែងហ្នឹងឲ្យគ្រប់ចំនួន4ប្រអប់ហ្នឹងមកដើម្បីយកកតានេះហើយទី1យើង invite friend អ្នកគ្នាកន្លែងហ្នឹងខ្ញុំ invite friend បានចំនួន6នាក់ទី2គឺ download and play អ្នកគ្នាកន្លែងហ្នឹងយើងមើលវីដេអូចំនួន2ដងហើយកន្លែងនេះគឺជាកន្លែង complete time 5 time ហ្នឹងយើងមើលវាចំនួន5ដងដូចគ្នាហើយចំនួនកន្លែង every video នេះយើងមើលចំនួន5ដងដូចគ្នាហើយចំនួននេះអាហ្នឹងយើងមិនបាច់ខ្វល់អ្នកគ្នាកន្លែងហ្នឹងដល់ពេលអ្នកគ្នាមើលកន្លែង every video ហ្នឹងកន្លែងហ្នឹងក៏បានដូចគ្នាដែរហើយសាមញ្ញទៀតវាផ្ដោតទៅលើការលេង game អូខេកន្លែង level នេះអ្នកគ្នាលេង game ចំនួន30ដងកន្លែងហ្នឹងយើងលេងទៅមកបាន30ដងទៅកន្លែងហ្នឹងយើងអាចបំពេញវាបានហើយចំនួនកន្លែង only time នេះអ្នកគ្នាលេង game ចំនួន30នាទីអ្នកគ្នាលេង30នាទីទៅយើងទទួលបានឡើងហ្នឹងហើយ yes អ្នកគ្នាឥឡូវយើងកន្លែងហ្នឹងខ្ញុំបញ្យល់ឲ្យអីហើយអស់ហើយអ្នកគ្នាចុចតាមខ្ញុំមកអ្នកគ្នាកន្លែងនេះកន្លែង invite friend អ្នកគ្នាចំពោះកន្លែង invite friend អ្នកគ្នាចង់ invite friend អ្នកគ្នាចុចកន្លែង invite new កន្លែងនេះអ្នកគ្នាចុចកន្លែង invite new នឹងមកហើយអ្នកគ្នាចុច change one ហើយចុចកន្លែង copy បងប្អូនចុចកន្លែង copy ហើយបងប្អូនចុចចេញនឹងមកហើយបងប្អូនផ្ញើឲ្យគ្នាទៅហើយយើងមកមើលកន្លែងដកលុយនេះកន្លែងដកលុយនេះគឺដកចាប់ពី$10ឡើងទៅហើយខ្ញុំរកបានចំនួន 8.89 សេនហើយឥឡូវចេះកុំឲ្យខ្វល់អ្នកគ្នាចង់រកលុយឡើយណាអ្នកគ្នាចុចតាមខ្ញុំមកអូខេកន្លែងនេះអ្នកគ្នាកន្លែងហ្នឹងចំនួន level ដែលយើងលេង game អ្នកគ្នាយើងលេងចាប់ពី level 5 level 5រហូតដល់ level 3 យើងទទួលបានចំនួនលុយសរុបទាំងអស់វា$15អ្នកគ្នាហើយឥឡូវអ្នកគ្នាយល់ឡើងហ្នឹងហើយអ្នកគ្នាចុចកន្លែងខ្ញុំប្រាប់ហ្នឹងមកហើយអ្នកគ្នាចុចមកចេញទម្រង់បែបនេះអ្នកគ្នាចុច withdrawកន្លែងចំពោះកន្លែង withdraw ហ្នឹងអ្នកគ្នាដកលុយចាប់ពី 0.20 សេនឡើងទៅអាចដកបានឥឡូវអ្នកគ្នាយល់កន្លែងហ្នឹងហើយអ្នកគ្នាចេញមកហើយចូលកន្លែងនេះអ្នកគ្នាខ្ញុំប្រាប់ហ្នឹងអ្នកគ្នាចុចកន្លែងហ្នឹងមកហើយកន្លែងនេះកន្លែងចំពោះកន្លែងហ្នឹងគឺជាកន្លែងដែលយើងសំកាក់អ្នកគ្នាយកនេះរូបស្វកឡាននេះអ្នកគ្នាមាន36អ្នកគ្នាដូរមកឲ្យវាឡើងកន្លែងនេះចំនួន200បើអ្នកគ្នាកន្លែងហ្នឹងឡើង200អ្នកគ្នាចុចនេះ settlement បានហើយអ្នកគ្នាកន្លែងហ្នឹងអ្នកគ្នាខ្ញុំអត់មានអីបញ្យល់ទៀតទេមានតែប៉ុណ្្នឹងទេហើយហ្គេមនេះគឺជាហ្គេមដែលវាចង់ឲ្យយើងព្យាយាមលេងយើងព្យាយាមលេងទៅយើងអាចទទួលបានជោគជ័យហើយពីហ្គេមហ្នឹងអ្នកគ្នាខ្ញុំព្យាយាមលេងវាបន្តិចទៅអាចសំលុយបានអញ្ចឹងអ្នកគ្នាធ្វើតាមខ្ញុំនេះឥឡូវខ្ញុំអត់មានអីនិយាយច្រើនទេអ្នកគ្នាខ្ញុំជម្រាបលាពុកម៉ែបងប្អូនយើងតែប៉ុណ្្នឹងបានហើយចាំវីដេអូក្រោយចាំខ្ញុំចេញមកប្រាប់ពីរបៀបលេងបន្ថែមទៀត